តបមកទៀតយើងចាប់ដើមយើងបានហើយយើងចាប់ដើមការនេះវាមាន animation ប៉ុន្តែខ្ញុំអត់ទាន់បានធ្វើវាទេចាំមានពេលចាំខ្ញុំ detail ឥឡូវយើងគ្រាន់តែ design ឲ្យចេញជារូបរាង home screen សិនអញ្ចឹងបន្តមកទៀតខ្ញុំចាប់ដើម design យកឥឡូវខ្ញុំអត់ទាន់គិតពីគម្លាតឲ្យវា detail ទេយើងគាត់មើលមកសមសិនគេដាក់ថា mini app ហើយចាប់ដើមគូវាមានមកការមួយទៀតមានមក section ចឹងខ្ញុំយកប្រវែងនេះដែរ410ទៅហើយកម្ពស់អាចថាទៀតខ្ញុំយក130ខ្ញុំដាក់ពណ៌វាអញ្ចឹងពណ៌មកគេវាពណ៌ primary ដែរប៉ុន្តែគ្រាន់តែវាច្បាស់យ៉ាង primary វាអាឡាញមួយចំកណ្ដាលនេះរៀបវិញដាក់24ចឹងក្នុងនេះគេមាន icon ហើយនឹង shape គេនេះមួយទៀតយើងគូសមកshape នេះយកទៅតឹងវា20ទីចូលពណ៌គេមាន icon មួយទៀតយើងទៅយក icon អត់មានទេបើអត់មានសម្រាប់ plug in ប្រើ icon និងប្រើ plug in មួយយើងដាក់ថា nextចាប់ទីមួយជុំដាក់លើចំកណ្ដាលដូរពណ៌វាទៅពណ៌សវាមិនសវាដូចទៅនឹងព្រមវាយ៉ាងទូទៅដាក់ថា16វិញចឹងយើងចាប់ផ្ដើមក្នុងនេះគេមាន app ផ្សេងឬក៏ service ផ្សេងចឹងយើងចាប់ផ្ដើមគូវាគូជារូបរាងហ្នឹងណានេះជារូបរាងការ៉េពីច្រើនបើជាទម្លាប់របស់ខ្ញុំឲ្យតែមានតាក់ទងជាមួយនឹង image ពេលដែលខ្ញុំដាក់ file មកខ្ញុំដាក់វាជា PNG
ដើម្បីឲ្យងាយស្រួលចំណាំថាកន្លែងហ្នឹងវាជាដាក់រូបភាពបានឬក៏ logo icon អីចឹងដែរចឹងខ្ញុំដាក់banner ឲ្យវានៅក្នុងនេះគេមាន stroke ដែរ stroke អក្សរ stroke គេធំណាស់ខ្ញុំដាក់2តែមកពីទូទេយកចាប់ពីចូលសេដាក់តិចខ្ញុំយើងដាក់តាមគេសិនអង្គរ DC អង្គរ DC អក្សរវារៀងទូចណាស់យើងដាក់តទៅយើង12ទីនេះចង់អូតូ layout ឲ្យវាតកតងជាមួយនឹងគម្លាតខ្ញុំយកវា8គម្លាតពីខាងលើដោយសារមកគេខាងលើរៀងសល់ space បន្តិចតែខាងក្រោមសល់ space ច្រើនអញ្ចឹងខ្ញុំគិតថាអាចនឹង12យក12ឥឡូវយើងដូរយើងបាច់ដាក់អង្គរ DC យើងដូរដាក់ថា service name ដាក់ចឹងដើម្បីឲ្យដឹងថាវាជា simple វាជាកន្លែង service ឬក៏នោះចឹងដើម្បីយើង copy វាឲ្យចេញជា layout ចឹង copy ហើយខ្ញុំ control D ឲ្យវា duplicate អញ្ចឹងអក្សរគេដូចជាទូចមុននឹងយើងដាក់វា12ហើយខ្ញុំបន្ថយវាមកถึง11ហើយមើលទៅវាសម10ចឹងយើងបានមក section ទៀតហើយចឹងខ្ញុំដោយសារខាងក្រោមនេះវាស្តៀងគ្នាចឹងខ្ញុំ copy វាមកcòn tạiយើងលុបនេះមកចឹងគេដាក់ថាសេវាកម្មសេវាសេដ្ឋាស្ថាប័នរដ្ឋាភិបាលចឹងកន្លែងនេះដូចជាគេមានអក្សររៀងវែងហើយនឹងអក្សររៀងវែងហើយគេមានអក្សររត់តែឥឡូវរបៀបធ្វើតើតើមួយអក្សរឲ្យវាមើលឃើញព្រាលបែបនេះខ្ញុំនឹងបង្ហាញនៅពេលដែលយើងមានអក្សរវែងចឹងខ្ញុំទីហោឡូវលឿនទៅលឿនលឿន
ឥឡូវយើងដាក់ថាសេវាស្ថាប័នរដ្ឋាភិបាលនឹងវិញចុះតែគាត់ដាក់វាទូចហើយវាវែងចឹងដើម្បីធ្វើអក្សរបែបនឹងបានចឹងធ្វើវាជា2ជួរដាក់វា12វាអក្សរវានឹងធំណាស់12ហើយកន្លែងនេះគឺជាកន្លែងមកឆ្វេងcopy មួយទៀតមកហើយយើងចងអូតូលេឲ្យមកតង់ទៀតមកដាក់វាទាំងពីរហ្នឹងឲ្យវាគៀកគ្នាដាក់សូនចឹងដើម្បីធ្វើចឹងបានខ្ញុំគ្រាន់តែ add fill ឬក៏យើងគ្រាន់តែឡើងធ្វើយើងគ្រាន់តែ add តកតងជាមួយនឹង gradient ហើយវាមកតង់lênមកវានឹងមើលឃើញចឹងកន្លែងនេះខ្ញុំដូរដាក់ពណ៌សហើយនេះយើងអូសវាមកវាល្ងិតតិចមកវានឹងខ្មៅប៉ុណ្ណឹងហើយយើងតម្លើង opacity វាយក100មិនឃើញវាខ្មៅវិញប៉ុណ្ណេះយើងស្រីវាចឹងវាមើលឃើញដូចគេដូចមាននៅពេលដែលអក្សរវែងវាចាប់ផ្ដើមមើលឃើញបែបនេះ10ចឹងខ្ញុំលុបអស់នេះចេញអញ្ចឹងនេះវាស្មើគ្នាពីកម្រិតនេះមកកម្រិតនេះមើលទៅវាស្មើគ្នាចឹងយើងប្រូមនឹងតិចដាក់126ដាក់វាចំកណ្ដាលចឹងពីកម្រិតនឹងវាយើងធំណាស់ពីកម្រិតនេះមកកម្រិតនេះគេថាដាក់24យើង control D ចឹងយើងបានមក section ទៀតហើយយើងនៅ
យើងនៅ1 2 3 check សិនទៀតយើងបានបញ្ចប់ home screen របស់ AVA របស់យើង